នៅថ្ងៃទី10ខែមីនាឆ្នាំ2025មានកប៉ាល់ដឹកទំនិញមួយគ្រឿងបានបើកទៅបុកជាមួយនឹងកប៉ាល់ដឹកសាំងមួយគ្រឿងទៀតដែលកំពុងចតស្ងៀមក្នុងឈូងសមុទ្រខាងជើងក្បែរឆ្នេរនៃរដ្ឋយ៉កសឺកប៉ាល់ទី1ឈ្មោះថាសូឡងសាងសង់ឡើងនៅឆ្នាំ2005ប្រើប្រាស់នៅទុកជាតិរបស់ប្រទេសប៉ូទុយហ្គាល់និងត្រូវបានផ្ដល់សិទ្ធិគ្រប់គ្រងទៅឲ្យក្រុមហ៊ុនGmbH and Co.kg កប៉ាល់នេះមានប្រវែង459 ហ្វីតដែលប្រហែលទៅនឹង140ម៉ែត្រនិងមានទម្ងន់7852 តោនជាប្រភេទកប៉ាល់ដឹកជញ្ជូនទូកុងតឺន័រដែលមានកាពីតែនបញ្ជាកប៉ាល់ជាជនជាតិរុស្ស៊ីនិងនាវិកក៏ជាជនជាតិរុស្ស៊ីនិងហ្វីលីពីនចំណែកកប៉ាល់ទី2មានឈ្មោះថា Stena Immaculate សាងសង់ឡើងនៅឆ្នាំ2017ប្រើប្រាស់នៅទង់ជាតិរបស់សហរដ្ឋអាមេរិកជាកម្មសិទ្ធិគ្រប់គ្រងរបស់ក្រុមហ៊ុន Crowley Government Service កប៉ាល់ Stena មានប្រវែងទៅដល់600 ហ្វីតប្រហែលទៅនឹង183ម៉ែត្រនិងមានទម្ងន់29666 តោនជាប្រភេទនាវាដឹកជញ្ជូនសាំងហើយក្រុមនាវិកដែលបម្រើការនៅលើនាវានោះគឺសុទ្ធសឹងតែជាជនជាតិអាមេរិកនៅមុនថ្ងៃមានការប៉ះទង្គិចកើតឡើងនាវាទី1ដែលមានឈ្មោះថាសូឡងបានដឹកនៅទូកុងតឺន័រចម្រុះចាក់ចេញពីកំពង់ផែក្រែងឆ្មោតឆ្ពោះទៅកាន់កំពង់ផែ Rotterdam ដែលរំពឹងនឹងទៅដល់នៅយប់ថ្ងៃទី10ខែមីនា ចំណែកកប៉ាល់ទី2ដែលមានឈ្មោះថា Stena Immaculate ឯនេះវិញត្រូវបានដាក់ជួលក្នុងរយៈពេលខ្លីដោយរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដឹកជញ្ជូនសាំងយន្តហោះប្រភេទ Jet A1 ដែលមានចំនួន220000បារ៉ែលដែលប្រហែលទៅនឹង35លានលីត្រមានទិសដៅចាកចេញពីកំពង់ផែក្នុងរដ្ឋ Aguioi de Roy ក្នុងប្រទេសក្រិចឆ្ពោះទៅកាន់កំពង់ផែ Killingholme កំឡុងពេលធ្វើដំណើរខិតជិតទៅដល់កំពង់ផែ Killingholme កប៉ាល់ដឹកសាំង Stena បាននឹងកំពុងឈប់ចតបណ្ដោះអាសន្ននៅរយៈចម្ងាយ26គីឡូម៉ែត្រពីតំបន់ Spurhead ក្នុងរយៈពេលឈប់ចតក្នុងតំបន់នោះក៏នៅមានកប៉ាល់ដឹកសាំងចំនួន5គ្រឿងនិងកប៉ាល់ដឹកទំនិញចំនួន3គ្រឿងផ្សេងទៀតក៏បានឈប់ចតក្បែរទីតាំងខាងលើនេះដែរនៅម៉ោង 1:30 នាទីក្នុងថ្ងៃទី10ខែមីនាកប៉ាល់សូឡងបានធ្វើដំណើរមកដល់តំបន់ Longstone Lighthouse ដែលស្ថិតនៅភាគខាងជើងនៃរដ្ឋ Northumberland ហើយបានបង្វែរទិសដៅទៅរកមុំ150ដឺក្រេនិងបន្តដំណើរទៅជាធម្មតានៅវេលាព្រឹកម៉ោង 9:47 នាទីកប៉ាល់សូឡងដែលកំពុងបើកក្នុងល្បឿន30គីឡូម៉ែត្រក្នុង1ម៉ោងបានបើកត្រង់សម្ដៅទៅបុកជាមួយនឹងកប៉ាល់ដឹកសាំង Stena របស់សហរដ្ឋអាមេរិកយ៉ាងពេញទំហឹងតែម្ដងភ្លាមបន្ទាប់ពីហេតុការណ៍នេះកើតឡើងបុគ្គលិកនៅលើកប៉ាល់បានរាយការណ៍ថាមានការផ្ទុះជាច្រើនរួមទាំងអគ្គិភ័យឆាបឆេះយ៉ាងខ្មុលខ្មាញ់ទៅលើកប៉ាល់ទាំងពីរនេះតែម្ដងជុំវិញហេតុការណ៍នេះបានកើតឡើង Met Officer បានចេញការព្រមានអំពីអាកាសធាតុចុះអាប់និងបានផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នរបស់នាវានៅក្នុងរង្វង់5គីឡូម៉ែត្របន្ទាប់ពីការប៉ះទង្គិចគ្នាបានកើតឡើងសេចក្តីរាយការណ៍បន្ទាប់ទៀតបានបង្ហាញថាមានអណ្ដាតភ្លើងឆាបឆេះចេញពីការបែកធ្លាយធុងផ្ទុកសាំងមួយក្នុងចំណោមធុងផ្ទុកផ្សេងទៀតរបស់កប៉ាល់ Stena ហើយអណ្ដាតភ្លើងទាំងអស់នោះបានឆេះរីករាលដាលទៅលើកប៉ាល់ទាំងពីរយ៉ាងខ្លាំងចំណែកឯប្រព័ន្ធពន្លត់អគ្គិភ័យរបស់កប៉ាល់ទាំងនោះក៏បានដំណើរការក្នុងពេលនោះដែរក៏ប៉ុន្តែប្រព័ន្ធពន្លត់អគ្គិភ័យទាំងអស់នោះពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងនៅអណ្ដាតភ្លើងដែលកំពុងឆាបឆេះនេះបានឡើយនៅម៉ោង 9:48 នាទីក្រុមឆ្មាំងសមុទ្រ HM Coast Scout បានទទួលដំណឹងអំពីព្រឹត្តិការណ៍នេះក៏បានបញ្ជូនក្រុមជួយសង្គ្រោះ RNLI ដែលស្ថិតនៅក្នុងតំបន់ Billington, Marlborough, Skegness និង Cleethorpes ចុះទៅកាន់កន្លែងកើតហេតុភ្លាមនាវាជួយសង្គ្រោះឧទ្ធម្ភាគចក្របានសហការគ្នាយ៉ាងសកម្មនៅក្នុងការសង្គ្រោះយកនាវិកទាំងអស់មកកាន់កន្លែងមានសុវត្ថិភាពPort of Greenbrier បានរាយការណ៍ថាមានមនុស្សចំនួន32នាក់ត្រូវបានបញ្ជូនមកកាន់ដីគោកនិងមួយចំនួនទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រតិបត្តិការជួយសង្គ្រោះនៅមានមនុស្សម្នាក់ទៀតដែលគេសន្និដ្ឋានថាជាជនជាតិហ្វីលីពីនរបស់កប៉ាល់សូឡងត្រូវបានគេសន្និបាតថាស្លាប់បន្ទាប់ពីធ្លាក់ចូលទៅក្នុងសមុទ្រហើយបាត់ខ្លួននៅថ្ងៃទី11ខែមីនារាជរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងប្រទេសប៉ូទុយហ្គាល់សហការគ្នាជាមួយក្រុមស៊ើបអង្កេតរបស់ចក្រភពអង់គ្លេសបានស៊ើបអង្កេតជុំវិញហេតុការណ៍នៃការប៉ះទង្គិចគ្នានេះក្រុមស៊ើបអង្កេតគ្រោះថ្នាក់នាវាចរបានចេញផ្សាយរបាយការណ៍បណ្ដោះអាសន្នមួយដែលដកស្រង់ចេញពីឧបករណ៍ Voice Data Recorder របស់កប៉ាល់បានបង្ហាញថានៅក្នុងថ្ងៃកើតហេតុកប៉ាល់សូឡងនិងកប៉ាល់ Stena Immaculate មិនមានអ្នកចាំត្រួតពិនិត្យនិងយាមល្បាតនៅក្នុងថ្ងៃកើតហេតុនោះឡើយ
ប៉ូលីសហាំបឺសាយបានធ្វើការឃាត់ខ្លួនកាពីតែនកប៉ាល់សូឡងដែលជាជនជាតិរុស្ស៊ីមានអាយុ59ឆ្នាំដោយមានការសង្ស័យថាបានប្រព្រឹត្តបទល្មើសឃាតកម្មដោយសារការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី14ខែមិនិនាលោកត្រូវបានប៉ូលីសចោទប្រកាន់នៅបទល្មើសខាងលើនេះនិងត្រូវឃុំខ្លួនបណ្ដោះអាសន្នដើម្បីបង្ហាញខ្លួននៅតុលាការរងចាំការសម្រេចក្តីរបស់តុលាការក្រុមអ្នកសិក្សានឹងវាយតម្លៃពីការប៉ះពាល់ដល់បរិស្ថានបានសម្ដែងនូវការព្រួយបារម្ភចំពោះប្រភេទសាំងដែលបានលេចធ្លាយចូលទៅកាន់សមុទ្រគឺមានគ្រោះថ្នាក់ជាងប្រភេទប្រេងផ្សេងៗទៀតការលេចធ្លាយនៅសារធាតុសាំងទាំងនោះវាបានបង្កការខាតបង់ទឹកប្រាក់ជាច្រើនលានផោននិងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់ជីវិតនិងជម្រកសត្វបក្សីសត្វសមុទ្រនិងបរិស្ថាននៅជុំវិញនោះ។